ទេសចរម៉ាឡេស៊ីប្រកាសពហិការប្រទេសថៃក្រោយត្រូវប៉ូលីសថៃធ្វើស៊ីអស់លុយជាង$500ថៃផ្ទុះរឿងអាស្រូវធ្វើស៊ីភ្ញៀវទេសចរទៀតហើយដោយទេសចរម៉ាឡេស៊ីមួយក្រុមបានប្រកាសធ្វើពហិការឈប់ទៅលេងប្រទេសថៃក្រោយពួកគេអះអាងថារងភាពអយុត្តិធម៌ដោយត្រូវប៉ូលីសចរាចរណ៍ថៃផាកពិន័យអស់លុយច្រើនហួសហេតុទាំងគ្មានកំហុសអ្វីសោះកាសែតខៅសតថៃបានចុះផ្សាយនៅថ្ងៃទី18ខែសីហាឆ្នាំ2026ដោយរៀបរាប់ដំណើររឿងថាក្រុមភ្ញៀវទេសចរម៉ាឡេស៊ីដែលមានគ្នា17នាក់ត្រូវបានប៉ូលីសក្រុងហាត់យ៉ៃនៃខេត្តសង្ខ្លាផាកពិន័យដោយចោទថាបំពង់ស៊ីម៉ាំងម៉ូតូរបស់ពួកគេមានលក្ខណៈខុសបច្ចេកទេសទាំងដែលការពិតបំពង់ស៊ីម៉ាំងនោះមិនមានការកែច្នៃអ្វីទាល់តែសោះប៉ូលីសចរាចរណ៍ថៃបានចេញសម្បត្តិផាកពិន័យពួកគេចំនួន15សន្លឹកដោយសរុបអស់លុយជាង$550និងថែមទាំងបានគំរាមឃុំខ្លួនពួកគេទៀតផងបើមិនបង់ប្រាក់ឲ្យបានឆាប់ៗដោយសារតែខឹងនឹងប៉ូលីសថៃធ្វើស៊ីទេសចរម្នាក់ក៏បានបង្ហោះវីដេអូនៅលើ Facebook និងប្រកាសឲ្យជនជាតិម៉ាឡេស៊ីទាំងឡាយសូមកុំទៅលេងប្រទេសថៃឲ្យសោះជាពិសេសពហិការក្រុងហាត់យ៉ៃតែម្ដង